សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាទៀតហើយយើងមកមើលពីអ្នកនឹងគេដូច្នេះហើយយើងសូមពលកាតអ្នកមួយស្លឹកនិងពលកាតរបស់គេមួយស្លឹកឥឡូវនេះយើងសូមពលកាតបងប្អូនទាំងអស់គ្នាមុនថាតើអ្នកទាំងអស់គ្នានៅពេលនេះយ៉ាងណាហើយគេនៅពេលនេះយ៉ាងណាតើអ្នកនៅពេលនេះយ៉ាងណាតើគេនៅពេលនេះយ៉ាងណានេះជាពលកាតរបស់គេវ៉ាវសម្រាប់នៅក្នុងនេះផងដែរគឺថាអ្នកទាំងអស់គ្នានៅក្នុងពេលនេះអ្នកទាំងអស់គ្នារៀងមានអារម្មណ៍ថាគិតច្រើនជាមួយនឹងរឿងមួយចំនួនដែលបានកើតឡើងហើយជាពិសេសទៀតអានថាអារម្មណ៍អ្នកទាំងអស់គ្នាអត់សូវសប្បាយចិត្តជាមួយនឹងមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាប៉ុន្មានទេដូចនេះហើយនៅក្នុងពេលវេលានេះគឺថាបងប្អូនទាំងអស់គ្នានឹងថាមានភាពតានតឹងជាមួយនឹងរឿងមួយចំនួនជាមួយនឹងមនុស្សនៅជុំវិញខ្លួនអ្នកមិនថាជាក្នុងរឿងការងាររឿងលុយកាក់ឬក៏ជាស្នេហាបងប្អូនទាំងអស់គ្នាទេដឹងត្រឹមថាអ្នកទាំងអស់គ្នានៅពេលនេះមានអារម្មណ៍ថាតានតឹងជាមួយនឹងរឿងទាំងអស់ហ្នឹងដូច្នេះហើយនៅក្នុងនេះអានថាមួយវិញទៀតអ្នកទាំងអស់គ្នាកំពុងតែមានការប្រឈមមុខជាមួយនឹងមនុស្សដែលកាចជាងអ្នកទាំងអស់គ្នាឬក៏មនុស្សម្នាក់ហ្នឹងមានឋានៈខ្ពង់ខ្ពស់ជាងអ្នកទាំងអស់គ្នាដែលត្រូវឲ្យអ្នកទាំងអស់គ្នាមានការគោរពមានការកោតខ្លាចជាមួយនឹងមនុស្សម្នាក់ហ្នឹងដូចនេះហើយអានថាអ្នកទាំងអស់គ្នាមានការចាត់ទុកមនុស្សម្នាក់ហ្នឹងរឿងកាចបន្តិចអ្នកទាំងអស់គ្នាពិបាកក្នុងការសម្របខ្លួនជាមួយនឹងគេផងដែរដូចនេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាជាមនុស្សដែលគិតអំពីអនាគតច្រើនជាអ្នកទាំងអស់គ្នាជាអ្នកដែលគិតពីអនាគតខ្លាំងដូច្នេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាអាចគិតរឿងមួយទៀតថាបើសិនជានៅពេលនេះមានបញ្ហាបែបហ្នឹងថាតើទៅថ្ងៃអនាគតឬក៏ទៅថ្ងៃមុខទៅអ្នកទាំងអស់គ្នានឹងទៅជាយ៉ាងណាដូច្នេះហើយអ្នកទាំងអស់គ្នានៅពេលនេះមានអារម្មណ៍បែបហ្នឹងហើយចំណែកគេវិញគឺថានៅក្នុងពេលនេះគឺគេមានភាពល្អគឺគេមានភាពល្អទាំងរឿងការងារឬក៏ការរកលុយកាក់អានថានៅពេលនេះមនុស្សម្នាក់ហ្នឹងគឺគេមានភាពពូកែខ្លាំងមែនទែនគឺអានថាគឺជាមនុស្សដែលមានញាណដឹងពិសេសផងដែរមានសមត្ថភាពខ្ពស់មនុស្សម្នាក់ហ្នឹងគឺគេអត់សូវជាពឹងផ្អែកទៅលើអ្នកដទៃឬក៏ជុំមនុស្សជុំវិញខ្លួនគេប៉ុន្មានទេនៅក្នុងអំឡុងពេលនេះនៅក្នុងនេះគឺថាគឺគេប្រើសមត្ថភាពខ្លួនឯងនៅក្នុងការធ្វើការងារឬក៏នៅក្នុងការរកលុយកាក់របស់គេដូចនេះហើយមិនថាការងារស្រីឬក៏ការងារប្រុសទេគឺអ្នកទាំងអស់គឺមនុស្សម្នាក់នឹងគេអាចធ្វើបានដូច្នេះហើយនៅក្នុងនេះគឺថាបើសិនជាមនុស្សម្នាក់នឹងគឺជាមនុស្សស្រីទៀតគឺថាគឺជាមនុស្សស្រីដែលខ្លាំងពូកែអត់សូវពឹងលើដៃគូរបស់គេក្នុងការរស់នៅទេដូច្នេះហើយគឺពូកែមែនតែនសម្រាប់មនុស្សម្នាក់នឹងនៅក្នុងពេលនេះគឺថាមើលទៅគេនៅពេលនេះមានភាពរឹងមាំខ្លាំងទាំងរឿងការងារនិងរឿងលុយកាក់អានថានៅគេពេលនេះគេប្រើសមត្ថភាពរបស់គេក្នុងការរកលុយកាក់ឬក៏មានការធ្វើការងារល្អមានភាពនឹងធសម្រាប់ខ្លួនគេដូច្នេះហើយគេអត់សូវពឹងផ្អែកទៅលើមនុស្សជុំវិញខ្លួនគេប៉ុន្មានទេនៅក្នុងនេះគឺគេមានភាពល្អចំពោះការងារនិងរឿងលុយកាក់ប៉ុន្តែបើសម្រាប់ស្នេហាវិញគឺថាមនុស្សម្នាក់ហ្នឹងគឺអត់សូវមានណាគេនៅចិត្តនៅក្បែរគេទេអានថាគេមើលមកគឺឃើញថាមនុស្សម្នាក់ហ្នឹងគេមើលមកឃើញថាគេកាចពេកឬក៏ខ្លាំងពេកដូច្នេះហើយអត់សូវមានណាគេនៅចិត្តនៅក្បែរនោះទេដូច្នេះហើយតំណែងស្នេហាគេគឺមានន័យបែបហ្នឹងដូច្នេះហើយនេះគឺជាការយើងមើលពីអ្នកអានឹងគេដូច្នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ផងដែរដោយសារតែយើងមើលនេះយើងមើលខ្លីៗទេដូច្នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចា៎អរគុណ